សួស្តីនេះគឺជាការផ្សាយព័ត៌មានសង្ខេបអំពីស្ថានភាពតាមព្រំដែនរវាងប្រទេសថៃនិងកម្ពុជាក្នុងរយៈពេល24ម៉ោងចុងក្រោយក្នុងរយៈពេល24ម៉ោងកន្លងមកស្ថានភាពតាមព្រំដែននៅតែមានភាពតានតឹងវិធានការសន្តិសុខត្រូវបានពង្រឹងនៅតំបន់ជាច្រើនខេត្តសុរិន្ទជាតំបន់មានភាពតានតឹងខ្លាំងមានការបាញ់កាំភ្លើងធំនិងការដាក់កងកម្លាំងការពារនៅតាមបន្ទាត់ព្រំដែនខេត្តស៊ីសាកេតមានការបាញ់ផ្លូវឆ្លងព្រំដែនប្រជាពលរដ្ឋមួយចំនួនត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពខេត្តឧបលរាជាជាតំបន់យុទ្ធសាស្ត្រសំខាន់កងទ័ពនិងប៉ូលីសព្រំដែនត្រូវបានដាក់ចេញដើម្បីការពារសន្តិសុខខេត្តសាកែវមិនមានការប៉ះទង្គិចធ្ងន់ប៉ុន្តែស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់និងការត្រួតពិនិត្យតឹងរឹងខេត្តត្រាតអាជ្ញាធរបានអនុវត្តវិធានការសន្តិសុខពិសេសនិងការគ្រប់គ្រងពេលយប់ដើម្បីការពារប្រជាពលរដ្ឋសរុបមកស្ថានភាពតាមព្រំដែននៅតែមានភាពតានតឹងសូមតាមដានទំព័រ Facebook របស់យើងដើម្បីទទួលបានព័ត៌មានបន្ត Ako adana anana ka anana anika ka ana aku anda andana andanda andanda hokandan amanda ka ke iu kandan ban iu dinanan dan mana anaukin kandinga itu andamain kai ana andonda bindana nan anda ông đồ số hanai ayak kanda antat Omamaki indanta kaskaka at andaka tita ka aina kika mentata kanta ka andandan anaki andaka anaka adikanke andaka tan manda kanka kankai tatofuya anda nibu yumena kandang nariti andaka ព្រឹកមិញនេះមានការប៉ះទង្គិចជាប្រជុំមុខរវាងកងកម្លាំងថៃនិងកម្ពុជាដែលបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះនេះគឺជាវិវត្តថ្មីបំផុតខណៈកម្ពុជាកំពុងធ្វើការតបស្នងវិញស្ថានភាពយុទ្ធសាស្ត្រអាចនឹងឈានទៅរកការប៉ះទង្គិចជិតស្និទ្ធនិងកាន់តែតានតឹងខ្លាំងសូមតាមដាន Channel របស់យើងដើម្បីទទួលបានព័ត៌មានថ្មីជាបន្តបន្ទាប់នៅផ្នែកបន្ទាប់យើងនឹងបង្ហាញព័ត៌មានអំពីអាវុធសម្ងាត់យន្តហោះគ្មានមនុស្សបើកផលិតដោយរុស្ស៊ីដែលអាចនឹងបង្ហាញខ្លួនលើសមរភូមិខណៈស្ថានភាពយោធាកំពុងឡើងកម្ដៅនៅផ្នែកបន្ទាប់យើងនឹងធ្វើការបកស្រាយឲ្យច្បាស់អំពីអាវុធសម្ងាត់នេះប៉ុន្តែមិនទាន់ដល់ពេលបង្ហាញនៅឡើយទេព្រោះមិនសមស្របជាមួយស្ថានភាពយោធាបច្ចុប្បន្នដែលមានតែអាកាសយាននិងការបាញ់កាំភ្លើងធំ